ចឹងឥឡូវហ្នឹងខ្ញុំផ្ដល់សំណួរទៅកាន់បងប្រុសសវិស័យជំនួសគាត់ថាតើអ្នកស្នេហាជាតិមានលក្ខណៈដូចម្ដេចហើយអ្នកស្នេហាជាតិមានលក្ខណៈដូចម្ដេចបាទសូមបងប្អូនសូមអរគុណខ្ញុំដល់ពេលគាត់មានសំណួរអ្នកស្នេហាជាតិខ្ញុំតែអារម្មណ៍ថាខ្ញុំធ្លាប់ទៅលើគេនិយាយលើតែខាងគណៈយុវជនឬក៏អ្នកគ្រប់គ្រងគណៈបកសង្គមជាតិចឹងណាបាទជាពិសេសលោកស្រីមូសុខហួរសុខហុកហ្នឹងគាត់ថាយើងជាអ្នកស្នេហាជាតិយើងជាអ្នកប្រជាធិបតេយ្យអាហ្នឹងវាជាលក្ខណៈរបស់គាត់ដែលគាត់និយាយណាបាទដល់ពេលយើងមើលទៅថាទេដូចស្នេហាជាតិនេះដូចមិនមែនចឹងទេបើខ្ញុំធ្លាប់ដឹងមើលអត្តចរិតរបស់អ្នកស្នេហាជាតិពីដើមគឺគាត់តស៊ូខ្លាំងណាស់ដូចជាអាចារ្យហែមជាវដូចជាកលាហោមគង់អីផ្សេងៗឬក៏អ្នកប្រាជ្ញមួយចំនួនឬក៏វីរៈបរិះយើងមួយចំនួនផ្សេងទៀតណាតែគាត់ខំតស៊ូខាងផ្នែកសិទ្ធិសេរីភាពឬក៏ការកសាងប្រទេសរបស់គាត់ដើម្បីឲ្យរួចចេញពីអាណានិគមនិយមបារាំងអីណាអាហ្នឹងខ្ញុំឃើញថាសកម្មភាពបែបហ្នឹងមើលទៅគួរឲ្យជាមនុស្សស្នេហាជាតិព្រោះទឹកចិត្តគាត់គឺចង់ជួយប្រទេសជាតិឬក៏ចង់ធ្វើឲ្យប្រទេសហ្នឹងវាមានការផ្លាស់ប្ដូរឲ្យរួចចេញពីរបបនៃការគ្រប់គ្រងរបស់ប្រទេសបរទេសឬក៏គាត់ចង់កសាងប្រទេសរបស់គាត់ឲ្យបានរីកចម្រើនគាត់សុខចិត្តប្រឆាំងជាមួយដឹកនាំដូចសម័យផ្សេងដូចជាសម័យសង្គមចុះពីសង្គមក៏មានការរំលោភសិទ្ធិមនុស្សច្រើនដែរសម័យសង្គមរាជនិយមក៏គេមានការរំលោភសិទ្ធិមនុស្សប៉ុន្តែពួកគាត់ខំប្រឹងតវ៉ាដើម្បីឲ្យប្រទេសហ្នឹងមានការគោរពសិទ្ធិមនុស្សដើម្បីឲ្យទទួលស្គាល់ជាថាជាតិមនុស្សជាតិដូចគ្នាអញ្ចឹងណាអត់មានប្រកាន់បពុឬក៏ជាតិសាសន៍ទេប៉ុន្តែពួកគាត់ត្រូវបានគេចាប់ចងឬក៏គេបានធ្វើបាបទៅជាមួយបញ្ហាសិទ្ធិមនុស្សហ្នឹងដល់ពេលងាកមកវិញខ្ញុំវាពិបាកដែររឿងស្នេហាជាតិហ្នឹងខ្ញុំនិយាយថាម៉េចរឿងស្នេហាជាតិមួយពួកយើងវាមិនដែរនិយាយរឿងស្នេហាជាតិហ្នឹងវាមិនដែរតាំងខ្លួនទៅស្នេហាជាតិទេប៉ុន្តែពួកយើងគាត់តែដឹងថាក្នុងប្រទេសរបស់ពួកយើងក្នុងនាមជាប្រជាពលរដ្ឋថ្លៃថ្នូរគឺត្រូវតែកសាងសង្គមហ្នឹងត្រូវតែកសាងសង្គមហ្នឹងឲ្យថ្លៃថ្នូរដើម្បីកសាងសង្គមថ្លៃថ្នូរបានមានតែចូលរួមធ្វើពួកយើងមិនអាចមិនមែនត្រឹមតែយើងនិយាយសប្តាហ៍ថ្ងៃយើងនិយាយទេសប្តាហ៍ថ្ងៃយើងនាំគ្នាធ្វើកសាងសង្គមហ្នឹងហើយបងប្អូនមើលតតចរិតរបស់ពួកយើងមើលតើពួកយើងមួយណាដែលជាមនុស្សដែលធ្វើឲ្យមនុស្សបែបបងប្អូនថាជាអសិលធម៌ក្នុងសង្គមជាមនុស្សដែលពាលាបោឡាយនៅក្នុងសង្គមអត់មានទេហើយបងប្អូនដែលស្ដាប់យូរគាត់ដឹងអ្នកខ្លះគាត់ដឹងច្រើនឥឡូវហើយបងប្អូនខ្លះទៀតដែលគាត់ខូចគាត់កាច់មូលណាខំប្រឹងរៀបពណ៌តាមអ្នកយល់សម្ព័ន្ធនឹងចេះយល់ពណ៌ចុះវាបានកាមលើខ្លួនឯងតាអាឡែងបានកាមលើខ្លួនឯងទេងាកវិញខ្ញុំចង់ផ្ដោតអារម្មណ៍លើសំណួរបងប្អូនថាអ្នកស្នេហាជាតិហ្នឹងវាមិនដឹងលក្ខណៈបែបរបស់ខ្ញុំមិនមែនអ្នកដឹងនិយាយស្នេហាជាតិរត់ចេញផងតែខ្ញុំធ្លាប់ឮខ្ញុំធ្លាប់ឃើញថាអត្តចរិតរបស់ពួកគាត់អញ្ចឹងយើងឃើញថាអ្នកដែលតស៊ូហ៊ានលះបង់ជីវិតអញ្ចឹងណាយើងគាត់ថាលះបង់ទៅចោះគាត់សុខចិត្តលះបង់ជីវិតឬក៏ដើម្បីជួយប្រទេសជាតិគាត់ហ្នឹងគាត់ចូលរួមនយោបាយផងគាត់សុខចិត្តលះបង់ជីវិតរបស់គាត់ទាំងសាច់ស្រស់ឈាមស្រស់ដើម្បីក៏ហ្នឹងដើម្បីជាតិសាសន៍របស់គាត់អាហ្នឹងជាយើងគិតថាជីវរភាពមួយជាអ្នកស្នេហាជាតិមែននឹងលក្ខណៈបែបហ្នឹងដល់សម្រាប់ពួកយើងអត់ទាន់ពណ៌អារម្មណ៍ត្រូវតែយើងថាជាអ្នកស្នេហាជាតិទេគាត់យើងថានៅក្នុងសង្គមរបស់ពួកយើងដាច់ខាតត្រូវតែចូលរួមកសាងសង្គមហ្នឹងព្រោះសង្គមយើងរាល់ថ្ងៃជាសង្គមយើងថាសង្គមអត់ថ្លៃថ្នូរសង្គមអសិលធម៌យើងចាំមើលតាំងពីមន្ត្រីរាជការយើងសប្តាហ៍ថ្ងៃយើងនិយាយថាម៉េចមុនយើងចេះនិយាយតាំងពីមន្ត្រីរាជការរហូតដល់ជីវរដ្ឋបងប្អូនទៅស្ថាប័នពេទ្យក៏អញ្ចឹងទៅស្ថាប័នផ្សេងក៏អញ្ចឹងថាពីអសរោះហ្មងវាគ្មានសិលធម៌វាគ្មានជីវធម៌ហ្មងដល់អញ្ចឹងទៅយើងឃើញថាសង្គមហ្នឹងបើយើងអត់ចូលរួមកែប្រែចូលរួមតវ៉ាចូលរួមដឹងឮក្នុងរឿងនយោបាយទេដើម្បីឲ្យសង្គមខ្លាយទៅជាសង្គមខ្លាយទៅអត់ទេប៉ុន្តែដល់ពេលលក្ខណៈដែលយើងថាពួកយើងច្រើនថាអ្នកស្នេហាជាតិពួកយើងមិនអាចនិយាយបានដូចជាអ្នកបងប្អូននៃគ្រប់គ្រប់គ្រងអ្នកសង្គ្រោះជាតិអ្នកស្នេហាជាតិអ្នកជាតៃហ្នឹងតែរត់ចោលស្រុកអស់ហើយបើសិនជាគាត់ស្នេហាជាតិទេបងប្អូនអត្តចរិតអ្នកស្នេហាជាតិទេអត់រត់ទេមកហ្មងគេធ្វើអីទេមកដាក់ចូលគុកហ្មងឲ្យគេដឹងថាចូលគុកអ្នកស្នេហាជាតិយើងស្មោះត្រង់ប្រទេសជាតិគូរត់បចោលប្រទេសជាតិខ្លួនឯងទេមកឲ្យគេចាប់ដាក់គុកមើលនៅតស៊ូជាមួយវិជាបរដ្ឋមើលអាហ្នឹងបានថាឆ្លាញ់ប្រទេសជាតិឆ្លាញ់វិជាបរដ្ឋខ្លួនឯងដល់ពេលគាត់អត់ដឹងគេថាអ្នកស្នេហាជាតិមកចេះនិយាយយើងអ្នកស្នេហាជាតិយើងអ្នកជាទៅតៃតែអាស្រ័យនឹងក្រៅហើយពឹងបរទេសឲ្យជួយមកគ្មានណាគេជួយទេអញ្ចឹងពួកយើងឃើញថាសកម្មភាពបែបហ្នឹងមិនមែនអ្នកស្នេហាជាតិទេសកម្មភាពបែបដូចតែអ្នកដូចជាមន្ត្រីតំណាងរាជគណៈបក្សសង្គ្រោះជាតិកន្លងមកដែលគាត់ធ្វើខ្ញុំថាមិនអ្នកស្នេហាជាតិទេអ្នកស្នេហាជាតិតែមាត់រត់យកទៅរួចខ្លួនហ្នឹងទៅរួមនៅស្រុកស្រួលបាទរកផលប្រយោជន៍ទាស់ខ្លួនហ្នឹងពេលបានតំណែងទូនាទីទៅត្រូវរៅជាមួយគេត្រូវឲ្យស្ងាត់ឲ្យជ្រាបចូលទៅសភាជាមួយគេហ្នឹងដល់តែពេលបាន
ឆ្លូគ្នាតតែគ្នារត់ទៅចង់អស់ហើយទៅស្រីតែស្នេហាជាតិទៀតស្នេហាជាតិជិះមានលក្ខណៈអញ្ចឹងពួកយើងយកទៅដូចមិនមែនអញ្ចឹងទេអ្នកស្នេហាជាតិទេនិយាយខ្លីទៅជីវិតអត់ស្ដាយមកលក្ខណៈអ្នកស្នេហាជាតិគឺស្រឡាញ់ប្រទេសជាតិខ្លួនស្រឡាញ់ទឹកដីស្រឡាញ់ជីវរដ្ឋខ្លួនឯងសុខចិត្តពាំងទ្រូងនៅមុខគេដើរមុខគេអត្តចរិតសុខចិត្តដើរមុខគេហើយពួកគាត់មានដើរមុខគេណាមានរត់មុនគេយើងមើលប្រហែលដងហើយបាតកម្មដងណាដែលមិនពួកនឹងរត់មុនគេវាយបែកក្បាលបែកអីតែជីវរដ្ឋខ្មែរណាបង្អើបាទនោមតែជីវរដ្ឋខ្មែរឲ្យគេវាយបែកក្បាលបាក់ដៃទៅជើងស្លាប់អញ្ចឹងទៅឲ្យពួកវារត់បាត់បាទមកមើលអត្តចរិតបែបហ្នឹងហើយតែវាស្រីតែវាអ្នកស្នេហាជាតិឥឡូវនេះយើងចង់បង្ហាញទៅហើយបានយើងអូនស៊ូជំនឹងក៏ល្អដើម្បីឲ្យជីវរដ្ឋខ្មែរក៏ឆ្លុះមើលតើសកម្មភាពរបស់តំណាងរាស្ត្រអស់ហ្នឹងដែលធ្លាប់ធ្វើពីមុនមកណាគណៈបព្វផ្សេងគាត់តើគាត់ស្នេហាជាតិអត់ខ្ញុំថាដូចមិនមែនស្នេហាជាតិទេស្នេហាជាតិគឺមិនមែនចរិតអត្តចរិតរត់ចោលជីវរដ្ឋចឹងទេអត់រត់ចោលទេនៅក្រាញនានាជាមួយជីវរដ្ឋមកក្រាញនានាមកបងប្អូននិយាយមើលដូចលោកអុកញ៉ាសឿនធុយដូចសាលាហោមគុំមួយជាដើមគាត់បងប្អូនក៏រត់បាត់ហើយសាលាហោមគុំមួយសិតតែអ្នកខ្លាំងបកាយគាត់អត់រត់វាតស៊ូឬបំរាស់នៅក្នុងសង្គមហ្នឹងនៅក្នុងកន្លែងហ្នឹងដើម្បីខ្លួនបានសេរីភាពក្នុងត្រូវតែតស៊ូនៅតែប្រឈមមុខណាលក្ខណៈដែលអត្តចរិតដែលយើងនិយាយថាតតែមនុស្សលះបង់នៅសាច់ស្រស់សៀមស្រស់របស់ខ្លួនអត់គិតពីជីវិតរបស់ខ្លួនលក្ខណៈបែបហ្នឹងបានយើងនិយាយថាជាអ្នកស្នេហាជាតិប៉ុន្តែដល់សប្តាហ៍ថ្ងៃសម្បូរអ្នកសម្ដែងអ្នកស្នេហាជាតិសម្បូរមែនទែនហ្មងបាទអ្នកស្នេហាជាតិជាពិសេសគឺលោកតដូហ្នឹងហ្មងអូស្នេហាជាតិច្រើនណាស់តដូស្នេហាជាតិមែនទែនហ្មងជាពលរដ្ឋយើងសត្វមិនថាតាពីដើមមកឡើយតាពីខ្ញុំកើតមកណាបាទឲ្យតែថាអ្នកណាចេះជេរចេះអីរដ្ឋបាលអ្នកកាន់អំណាចជាងចេះជេរស្នេហាជាតិអីថាស្នេហាជាតិហើយស្នេហាជាតិរបស់គាត់ណាតែពេលដល់ថ្ងៃមួយគេល្បីចាប់ផ្ដើមដល់គេចាប់ផ្ដើមអាវាថាចង់បានផលប្រយោជន៍ទៅខ្លួនគេមិនចោះចូលបកកាន់អំណាចគេចូលទៅជាមួយគណៈបកកាន់អំណាចបាទដល់ពេលចឹងទៅគាត់នៅប៉ុណ្ណឹងនៅមើលអត់ដឹងទេថាគេបោកគេមើលអត់ដឹងទេប៉ុណ្ណឹងគេនៅមើលអត់ដឹងទេខ្ញុំពីមុនខ្ញុំធ្លាប់គ្រប់គ្រងអតីតបកប្រឆាំងខ្ញុំឲ្យនិយមន័យអ្នកស្នេហាជាតិថាអ្នកណាដែលហ៊ានជេរសម្ដេចហ៊ុនសែនអ្នកណាដែលហ៊ានវេបហាគណៈបកប្រជាជនអ្នកណាដែលហ៊ានធ្វើព្រឹត្តិការណ៍ធំៗគេមិនហ៊ានធ្វើហ្នឹងដល់ស្នេហាជាតិទេប៉ុន្តែដល់ពេលខ្ញុំមកស្ដាប់លោកពូខំវាសនាវាមិនមែនអញ្ចឹងដូចរឿងព្រំដែននេះអញ្ចឹងវាមិនមែនកាតព្វកិច្ចទូនាទីរបស់ពលរដ្ឋម្នាក់ដែលធ្វើចេញឯណាបើថាយើងថាត្រូវហើយយើងឈឺឆ្អាលនឹងរឿងប្រទេសជាតិក៏ប៉ុន្តែយន្តការក្នុងការដោះស្រាយគឺវាអាស្រ័យលើរដ្ឋាភិបាលទៀតអញ្ចឹងត្រូវធ្វើម៉េចតើរដ្ឋាភិបាលចេញមកដោះស្រាយចុះបើរដ្ឋាភិបាលបើដោះស្រាយធ្វើម៉េចមកពួកយើងរកចលនាណាមួយយើងរួបរวมគ្នាទៅបើថាមើលថារដ្ឋាភិបាលធ្វើមិនកើតយើងវិជាបរដ្ឋហ្នឹងបើថាគេមិនកើតយើងកើតស្អីយើងកើតទៅធ្វើឲ្យកើតមើលរួមគ្នាឲ្យបង្កើតជាចលនារកសម្លេងឲ្យបានច្រើននៅក្នុងសង្គមហ្នឹងទៅដោះស្រាយបញ្ហាហ្នឹងជំនួសរដ្ឋាភិបាលរាល់ថ្ងៃទៅអាហ្នឹងវាមានអញ្ចឹងប៉ុន្តែបើថាផ្អើលទេទៅធ្វើឲ្យប្រជាបរដ្ឋខឹងក្តៅទេទៅដូមហ្នឹងងាប់អស់តែប្រជាបរដ្ឋហើយយើងមើលលក្ខណៈអ្នកស្នេហាជាតិដែរបងប្អូនគ្រប់ត្រូលខ្ញុំពីមុនទៅគ្រប់ត្រូលដែរអតីតរបស់ខ្ញុំហ្នឹងនៅពេលដែលមនុស្សគាត់គ្រប់ត្រូលពេលទៅដល់គូព្រំដែនហ្នឹងមែនហ្នឹងហើយខ្ញុំជាប់បាទខ្ញុំណាកាលហ្នឹងលោកសំស៊ីគាត់ក្លាហានណាគាត់ទៅដកព្រំដែនចោលគាត់ទៅដកចោលហើយកន្លែងហ្នឹងដែលយើងគឺថាបើប្រជាពលរដ្ឋខ្មែរគាត់មើលភ្នែកគាត់ថាអូស្នេហាជាតិតែមិនទៅដកព្រំដែនទៅឯងនោះហើយទៅបានសម្រាប់ទេអាណាគេទទួលខុសត្រូវព្រោះការងារដែលទទួលខុសត្រូវគឺរដ្ឋាភិបាលហ្នឹងហើយរដ្ឋាភិបាលយើងនេះបោះឆ្នោតឲ្យជាប់នេះហើយពួកគាត់ហ្នឹងឯងអ្នកបង្កើតរដ្ឋាភិបាលតែខ្មែរមានដឹងទេអត់ដឹងពួកអាតំណាងរាស្ត្រហ្នឹងឯងទៅចូលរួមបង្កើតរដ្ឋាភិបាលរដ្ឋាភិបាលហ្នឹងទៅចូលសភារដ្ឋាភិបាលហ្នឹងទៅបង្កើតរដ្ឋាភិបាលចេញមកលទ្ធផលអញ្ចឹងហើយទៅសម្ដែងធ្វើដកព្រំដែនធ្វើអ្នកស្នេហាជាតិបងប្អូនណាទៅហ្នឹងឯងបងប្អូនអត់ស្គាល់តែអ្នកស្នេហាជាតិមិនអូខេសម្ដែងសោះតោះអូនតអ្នកស្នេហាជាតិយើងនិយាយថាយើងពិបាកក្តោបឥឡូវយើងទៅលេចទៅមើលថាបងប្អូនមានកូនឬក៏មានម្ដាយឪពុកគាត់ស្រឡាញ់យើងរបៀបម៉េចទឹកចិត្តរបស់គាត់លះបង់ចំពោះយើងរបៀបម៉េចបារម្ភចំពោះយើងរបៀបម៉េចយើងឲ្យយមន័យអញ្ចឹងទៅដូចម្ដាយឪពុកយើងអញ្ចឹងលះបង់សពគ្រប់បែបយ៉ាងទាំងអស់ដើម្បីយើងគឺដូចគ្នាទៅមើលបុគ្គលណាក្នុងសង្គមដែលពួកគាត់ហ៊ានលះបង់ដើម្បីយើងពួកគាត់និយាយដូចបងថាអញ្ចឹងតែបើមានបញ្ហាចេញមុខពាំងហ្មងគឺពាំងខ្លាចកូនខ្លាចចៅនឹងមានបញ្ហាខ្លាចសមាជិកនៅក្នុងក្រុមគ្រួសារនឹងមានបញ្ហាទៅរកដូចគ្នានៅក្នុងសង្គមមិនមែនថាឲ្យតែគេចេះតែបង្អើលថាអូត្រូវតែទៅចូលរួមបាតកម្មទៅឃើញភូមិបាតកម្មទៅចូលរួមបាតកម្មទៅឲ្យយើងរួបរวมគ្នាធ្វើអញ្ចឹងអូអញ្ចឹងមិនមែនលក្ខណៈអ្នកស្នេហាជាតិអ្នកស្រឡាញ់បងប្អូនទេមិនស្រឡាញ់ជាតិស្រឡាញ់ទឹកដីទេគឺដើម្បីអំណាចទេនៅពេលដែលបង្អើលឲ្យប្រជាពលរដ្ឋនឹងងើបទៅហ្នឹងដើម្បីអីយកបងប្អូនជាឈ្នន់ជន់ទៅរក
កាន់អំណាចទេវាមានតែប៉ុណ្្នឹង